ហើយជាដំបូងខ្ញុំយើងត្រូវយកវាមកលាងទឹកឲ្យស្អាតដោយសារប្រភេទនេះវាមានដីច្រើនប៉ុន្តែយើងអត់កាត់ឬវាចេញទេយើងទុកក្នុងរឿងបានវាមានរសជាតិឆ្ងាញ់ក្នុងការលាងយើងលាងឲ្យច្រើនទឹកទៅហើយបាញ់វាបែបហ្នឹងទៅដើម្បីវាច្រាស់ជះដីថ្ងៃនេះខ្ញុំសូមចែកម្លែកតកតងជាមួយនឹងការធ្វើជ្រក់បក្រាវជាទូទៅបងប្អូនថាវាជាគល់ខ្ទឹមតែពិតមិនមែនទេបក្រាវជាប្រភេទខ្ទឹមមួយយ៉ាងដែលវាច្រើនដកខេត្តរតនគិរីនិងមណ្ឌលគិរីរដូវនេះគឺបក្រាវល្អមែនតើហើយនេះបន្ទាប់ពីយើងបានលាងសម្អាតវាស្អាតហើយយើងយកវាយកមកហាលដើម្បីឲ្យវាមានភាពស្ងួតហើយជា10ទៅ20នាទីទៅដើម្បីឲ្យវារៀងស្ងួតស្ពតពេលយើងយកទៅធ្វើជ្រក់ហ្នឹងវាជក់ទៅក្នុងដើមវាបានល្អចំពោះពលឺថ្ងៃវិញថ្ងៃនេះពលឺថ្ងៃល្អមែនតើហើយបន្ទាប់ពីយើងបានហាលវារៀងស្ងួតស្ពតហើយយើងយកវាមកចងជាដុំចេះដើម្បីមានភាពងាយស្រួលក្នុងការពេលយើងជ្រក់ទៅហើយយើងអាចយកមកញ៉ាំលើកវាមកញ៉ាំទៅវាស្រួលចាប់ហើយចំពោះការចងនេះដោយសារយើងបានហាលវារៀងសពប់ហើយវាទន់ណាអញ្ចឹងយើងងាយស្រួលក្នុងការចងបើយើងអត់បានហាលវាទេវានឹងបាក់ស្រួយវាស្រួយស្លឹកវាស្រួយហើយវាបាក់ហើយបន្ទាប់ពីយើងចងហើយយើងយកមកហាលសម្ដិលវាប្រហែលជា10នាទីទៅដើម្បីកាន់តែទន់ហើយនឹងស្ងួតងាយស្រួលក្នុងការជ្រក់ទៅវាចូលជាតិបានល្អហើយឆ្លៀតពេលបន្ទាប់មកទៀតយើងរៀបបក្រាវរបស់យើងនឹងដាក់ចូលក្នុងកន្លដើម្បីឲ្យវាមានសណ្ដាប់ធ្នាប់នៅក្នុងកន្លដើម្បីជ្រក់ទៅវាចូលជាតិបានល្អដែរបន្ទាប់ពីខ្ញុំបានរៀបវាចូលក្នុងនឹងអស់ហើយជាបន្តទៀតយើងកាត់ឫស្សីដើម្បីធ្វើជាខ្ទាស់ដើម្បីឲ្យវាកុំឲ្យវាដែតពេលយើងចាក់ទឹកជ្រក់ទៅវាហើបមកលើហើយវាអត់លិចទឹកវាធ្វើឲ្យជ្រក់យើងវាអត់សូវចូលជាតិឆ្ងាញ់អញ្ចឹងវិធីសាស្ត្រល្អធម្មជាតិបែបធម្មជាតិគឺយើងយកមែកឫស្សីមកខ្ទាស់បែបហ្នឹងយើងខ្ទាស់ឈើឫស្សីហ្នឹង2ទៅ3ខ្វែងគ្នាទៅហើយយើងអាច3 4អញ្ចឹងទៅដើម្បីឲ្យវាណែនល្អទៀតយើងកាត់ស្លឹកចេកមួយធៀងមកដើម្បីយកមកធ្វើកម្របវាមកតង់ទៀតដើម្បីពេលយើងចាក់ទឹកជ្រក់ទៅព្រោះទឹកជ្រក់យើងត្រូវចាក់ទឹករៀងក្តៅអ៊ុនដែរអញ្ចឹងកុំឲ្យជ្រក់យើងវាមានប៉ះជាមួយនឹងទឹកក្តៅហ្នឹងវាធ្វើឲ្យជ្រក់យើងវាបក្រាវយើងហ្នឹងវារៀងរលួយអញ្ចឹងយើងដាក់ស្លឹកចេកមកស្ទាប់ពីលើអញ្ចឹងទៅហើយនេះចំពោះការធ្វើទឹកជ្រក់ដោយសារខ្ញុំធ្វើឲ្យអត់បានថតពីដើមមកអញ្ចឹងទឹកចំពោះទឹកវាយើងដាក់ធ្វើម៉េចឲ្យលិចជាមួយនឹងកន្លរបស់យើងទៅក្នុងនោះយើងមានស្ករត្នោតហើយនឹងអំបិលហើយយើងអាចដាំទឹកឲ្យពុះហើយយើងកូរវាហើយបន្ទាប់មកយើងទុកឲ្យវារៀងត្រជាក់អ៊ុនដើម្បីយកមកចាក់ក្នុងជ្រក់របស់យើងបន្ទាប់ពីចាក់ហើយយើងអាចរកកូនចានមួយដើម្បីសង្កត់វាកុំឲ្យវាហើបមកលើវាលិចទឹកហើយវាចូលជាតិបានល្អអញ្ចឹងយើងក្រោបបែបហ្នឹងទៅហើយយើងមានក្របវាមកតង់ទៀតដោយសារកន្លខ្ញុំបាត់ក្របអញ្ចឹងខ្ញុំយកចានដែកយកមកក្របអូខេឥឡូវរួចរាល់ហើយអូខេឥឡូវជ្រក់យើងជ្រក់បានប្រហែលជាមួយយប់ហើយស្អែកឡើងឥឡូវយើងអាចយកញ៉ាំបានហើយវាមានរសជាតិជូរហើយដោយសារជ្រក់យើងពេលជ្រក់ហើយយើងកុំតន់ដាក់ចូលទូយើងអាចយកដាក់វានៅខាងក្រៅសិនដើម្បីឲ្យវាមានជាតិជូរសិនណាបន្ទាប់មកចាំយើងយកដាក់ក្នុងទូសូមអរគុណសម្រាប់ការទស្សនាវីដេអូចែករំលែកនៃការធ្វើជ្រក់នេះហើយជួបគ្នានៅវីដេអូក្រោយៗទៀត